កាន់ channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំមានរឿង anime បែប drama មួយរឿងមកចែកជូនដល់អ្នកទាំងអស់គ្នាបានទស្សនាដែលរឿងនោះគ្មានចំណងជើងថា A Sign of Affection ហើយរឿងនេះផងដែរបង្កើតឡើងនៅថ្ងៃទី1 ខែ 1 ឆ្នាំ 2024 របស់ប្រទេសជប៉ុនដែលនិយាយអំពីមនុស្សស្រីសុខហមម្នាក់នឹងគឺមានបញ្ហាទាក់ទងត្រចៀកហើយនាងគឺពិបាកក្នុងការសន្ទនាជាមួយមនុស្សដែលរស់នៅជុំវិញខ្លួនរបស់នាងមែនទែនតែសំណាងល្អអ្វីនាងក៏បានជួបបុរសម្នាក់ដែលគាត់ជួយនាងដោះស្រាយបញ្ហាដែលនាងកំពុងតែពិបាកនិងធ្វើឲ្យជីវិតរបស់នាងរស់នៅយ៉ាងមានភាពងាយស្រួលកុំឲ្យខាតពេលវេលាយូរយើងចូលទៅទស្សនាសេរីទាំងអស់គ្នាទៅតែមុននឹងចូលដល់សាច់រឿងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like subscribe និងដាក់រូបកណ្ដឹងខ្ញុំអ្នកមួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបានក្នុងការធ្វើការសម្រាប់រឿងជូនអ្នកទាំងអស់គ្នាបន្ថែមដើមសាច់រឿងយើងមកមាននារីសុខហមម្នាក់នឹងនាងនឹងឈ្មោះថាយូគីហើយនាងមានអាយុ19ឆ្នាំបច្ចុប្បន្ននាងគឺជាសិស្សសាលានៅសាកលវិទ្យាល័យមួយហើយនាងមានបញ្ហាទាក់ទងត្រចៀករបស់នាងដោយការបកស្រាយរបស់ខ្ញុំនៅខាងដើមវីដេអូដូចនេះក្រោយមកយូគីក៏បានធ្វើដំណើរពីសាលារៀនទៅផ្ទះរបស់នាងនៃការជិះរថភ្លើងនៅលើរថភ្លើងយូគីកំពុងតែឈរសោកក៏មានបរិសុទ្ធជនជាតិបរទេសម្នាក់នឹងកេះសួរនាងតាក់ទងនឹងហាងកាហ្វេមួយកន្លែងដោយយូគីរបស់យើងនឹងមិនយល់ថាគាត់និយាយពីអីឡើយអន្លងពេលនោះក៏មានបរិសុទ្ធសម្នាក់ដើរមកនឹងគាត់នឹងគឺជាតួឯកប្រុសនៅក្នុងរឿងនោះឯងគាត់មានឈ្មោះថាអ៊ីសូមីដែលគាត់នឹងចេះភាសាអង់គ្លេសដូច្នេះគាត់ក៏បានជួយនិយាយជាមួយបរិសុទ្ធជនជាតិបរទេសនឹងជំនួសឲ្យយូគីដល់ចំណោរថភ្លើងទី1គឺជាកន្លែងដែលជនជាតិបរទេសនឹងត្រូវចតដូច្នេះគាត់ក៏បានធ្វើការលាទៅកាន់អ្នកទាំងពីរយូគីក៏បានបង្ហាញនូវឧបករណ៍ចំណុចជាតិរបស់នាងនឹងអ៊ីសូមីបានឃើញដែលនាងចង់ប្រាប់អ៊ីសូមីថានាងនឹងមិនអាចស្ដាប់ឮឡើយដូច្នេះមិញនឹងគឺគេសួរគាត់នឹងគាត់ស្ដាប់អីមិនឮនោះទេយូគីនឹងបានធ្វើការអរគុណទៅដល់អ៊ីសូមីដែលបានជួយនាងអំបែងមិញហើយអ៊ីសូមីយកឲ្យយល់ថានាងធ្វើពីអីទេដូច្នេះអ៊ីសូមីក៏បានឲ្យនាងនឹងតាមបបោមករបស់គាត់នៅពេលដែលគាត់និយាយដូច្នេះហើយការសន្ទនារបស់ពួកគេមានភាពងាយស្រួលអ៊ីសូមីក៏និយាយថាទីធៀបដល់កន្លែងរថភ្លើងចំណុចទី2គឺកន្លែងដែលគាត់ត្រូវចុះហើយចូលយូគីនឹងដល់កន្លែងត្រូវចុះនៅដោយសារតែអ៊ីសូមីយើងបាននិយាយមួយបង្ហោះបបោមកមួយធ្វើឲ្យយូគីងាយស្រួលក្នុងការអាននិងយល់ពីការសន្ទនារបស់ពួកគេដូច្នេះធ្វើឲ្យយូគីយើងមានអារម្មណ៍ថានាងនឹងពិតជាសប្បាយចិត្តបន្តិចដែរដោយសារតែនាងអាចនិយាយជាមួយមនុស្សដទៃទៀតដែលមិនចាំបាច់សរសេរអក្សរដល់កន្លែងត្រូវចុះអ៊ីសូមីក៏បានយកដៃដាក់លើក្បាលយូគីហើយបាននិយាយពាក្យថាជួបគ្នាលើក្រោយធ្វើឲ្យយូគីរបស់យើងមានអារម្មណ៍ថារៀងសប្បាយចិត្តហើយអៀនបន្តិចលុះព្រឹកស្អែកឡើងយូគីបានភ្ញាក់ពីដេករួចរៀបចំខ្លួនទៅរៀនជាធម្មតានៅតាមផ្លូវនោះយូគីរបស់យើងនឹងមើលទៅដូចជាស្រស់បោះនិងសប្បាយរីករាយខុសពីរាល់ដងរួចនាងក៏បានដើរកាត់ហាងនំប៉័ងមួយកន្លែងដែលមានបុរសកំពុងចាក់នំប៉័ងម្នាក់នេះក៏ឈ្មោះថាហូស៊ីគាត់គឺជាពួកម៉ាក់ជិតស្និទ្ធជាមួយនឹងយូគីតាមបន្ទាច់មកម្លេះហើយគាត់នឹងក៏ឆ្ងល់ដែរថាមួយថ្ងៃនេះនឹងយូគីដូចជាស្រស់បោះហើយសប្បាយខុសពីរាល់ដងអញ្ចឹងនៅក្នុងថ្នាក់រៀនយូគីក៏បានសួរមិត្តភក្តិស្រីរបស់នាងម្នាក់ដែលនាងនឹងឈ្មោះថារីនដោយយូគីសួររីននឹងតាក់ទងជាមួយនឹងអ៊ីស៊ូមីដោយសារតែរីននិងអ៊ីស៊ូមីនឹងគឺជាមិត្តភក្តិគ្នាឬដូច្នេះរីនបានគិតថាអ៊ីយូគីនឹងគឺមានចិត្តទៅលើអ៊ីស៊ូមីដូច្នេះនាងក៏បានមកអាប់យូគីយើងមកឡើងក្រហមហ្មងរួចរីននឹងក៏បាននិយាយប្រាប់យូគីថានាងក៏បានចាប់ចិត្តទៅលើបុរសម្នាក់ដែរដែលគាត់ឈ្មោះថាខ្យូយ៉ាដែលត្រូវជាបងប្អូនជីដូនមួយជាមួយនឹងអ៊ីយូគីខ្យូយ៉ាហើយនឹងអ៊ីស៊ូមីបានបើកហាងកាហ្វេមួយដូច្នេះរីនក៏បានបបួលយូគីថាយប់នឹងទៅហាងកាហ្វេរបស់ពួកគេដើម្បីទៅជួបនឹងឯងដោយសារតែមានការសុំអង្វរខ្លាំងពីមិត្តភក្តិរបស់ខ្លួននិងចិត្តរបស់ខ្លួននោះថាចង់ទៅជួបអ៊ីស៊ូមីម្ដងទៀតយូគីក៏សម្រេចចិត្តថានឹងទៅជាមួយនឹងរីនយប់នឹងលុះជប់ឡើងអ្នកទាំងពីរក៏បានរៀបចំខ្លួនរួចក៏មកជួបជុំគ្នានៅហាងកាហ្វេដែលកន្លែងដែលពួកគេនោះបានកំណត់តាំងពីថ្ងៃមិញពេលបើកទ្វារហាងកាហ្វេភ្លាមយូគីក៏បានឃើញអ៊ីស៊ូមីកំពុងឈរធ្វើការនៅក្នុងហាងកាហ្វេមួយនោះដែលធ្វើឲ្យនាងមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំងដែលបានជួបគាត់ម្ដងទៀតរួចពួកគេទាំងពីរនេះក៏បានចូលទៅអង្គុយនៅតុយាយខ្ញុំសូមសុខខ្យូយ៉ាក៏បានមកដល់ហើយក៏បានធ្វើការស្វាគមន៍ទៅដល់អ្នកទាំងពីរដែលធ្វើឲ្យរីនយើងនឹងគឺមានអារម្មណ៍ថាជ្រើបជ្រួយទៅហើយខ្យូយ៉ាក៏បាននិយាយស្វាគមន៍ទៅកាន់យូគីតែយូគីយើងមានតបទេដោយសារតែនាងមានបញ្ហាតិចនាងស្ដាប់អ្វីតែពេលអ្នកគេនិយាយនឹងស្ដាប់មិនឮឡើយដូច្នេះរីនក៏បានហៅខ្យូយ៉ានឹងមកពិភាក្សាគ្នានិយាយអំពីបញ្ហារបស់យូគីនឹងម្លងទៅពីអ្នកគេកំពុងនិយាយគ្នានឹងអ៊ីសូមីនឹងក៏បានយកដៃដាក់លើក្បាលយូគីម្ដងទៀតហើយធ្វើឲ្យនាងនឹងភ័យចង់ងាប់តបពីនិយាយគ្នារួចធ្វើឲ្យយើងបានដឹងថាអ៊ីសូមីនឹងគឺចេះនិយាយ3ភាសាគឺអង់គ្លេស German និងចិនតិចហើយបច្ចុប្បន្នកាលនោះគឺគាត់កំពុងតែរៀនភាសាស្ប៉េននេះទៀតផងបន្ទាប់មកក៏មានមនុស្សជនជាតិបរទេសមួយក្រុមបានបើកទ្វារចូលហាងកាហ្វេរបស់ពួកគេក្រុមបរទេសទាំងនោះគឺសុទ្ធតែជាពួកម៉ាក់ជិតស្និទ្ធជាមួយនឹងអ៊ីស៊ូមីពេលនោះក៏មានមនុស្សស្រីម្នាក់នឹងចាប់អ៊ីស៊ូមីយើងថើបដែលធ្វើឲ្យយូគីរបស់យើងគឺមុខឡើងក្រហមទីហ្មងអត់ដឹងនាងគិតអីឡើយប៉ុន្តែបើតាមយើងមើលទៅពួកបរទេសគេស្វាគមន៍គ្នាក៏តែងតែអោបថើបចំនួននឹងការសំពះខុសពីប្រទេសរបស់យើងដូចនេះហើយការថើបប៉ុណ្ណឹងគឺវាមានចម្លែកទេសម្រាប់អ៊ីស៊ូមីហើយនិងជនជាតិបរទេសដទៃទៀតព្រម
ជួគេក៏បានឃើញថារៀននឹងទើបត្រូវបានខ្ជិលយ៉ាងនឹងកំពុងស្កេនឡាញឆាតរបស់នាងហើយធ្វើឲ្យរៀនយើងមកឡើងខំអៀនទៀតហើយឃើញដូច្នេះយូគីក៏មានកូនកំណត់មួយថានឹងចង់សុំ ID ឡាញឆាតរបស់អ៊ីស៊ូមីដែរតែដោយសារតែនាងគ្មានសមត្ថភាពនិងភាពក្លាហានគ្រប់គ្រាន់ក្នុងការសុំដូច្នេះនាងក៏ធ្វើការបោះបង់ការសុំ ID ឡាញឆាតរបស់អ៊ីស៊ូមីពេលវេលាក៏ស័ក្តិសមអ្នកទាំងពីរក៏បានចេញពីហាងកាហ្វេរៀបនៅផ្ទះរៀងៗខ្លួនទៅហើយពេលនោះក៏អ៊ីស៊ូមីបានចេញពីធ្វើការល្មមហើយគាត់ក៏បានសុំអ្នកទាំងពីរធ្វើដំណើរទៅជាមួយដោយសារផ្លូវទៅផ្ទះហ្នឹងគឺផ្លូវទៅមួយគ្នាដូច្នេះហើយរៀនក៏បានឃើញឱកាសល្អដូច្នេះក៏បានធ្វើដូចជារវល់ប្រញាប់ទៅផ្ទះមុនមានកិច្ចការងារត្រូវធ្វើដែលទុកឲ្យយូគីហើយនិងអ៊ីស៊ូមីហ្នឹងដើរគ្នាទៅផ្ទះពីរនាក់ហ្មងទៅតាមផ្លូវហ្នឹងកំពុងតែធ្វើដំណើរសុកៗម៉ូតូមួយនេះជាពេលដំបូងយូគីរបស់យើងតែសំណាងល្អអ្វីបានអ៊ីស៊ូមីយើងតោងលេងតាន់កុំអីហ្នឹងបុកខាំងរយហើយផលនេះហើយធ្វើអ៊ីស៊ូមីគឺមានអារម្មណ៍ថាគាត់នឹងរៀនបារម្ភពីយូគីដូច្នេះគាត់ក៏បានកាន់ដៃយូគីធ្វើដំណើរទៅមុខទៀតដល់កន្លែងស្ងាត់មួយយូគីក៏បានសម្រេចចិត្តសុំ ID ឡាញឆាតរបស់អ៊ីស៊ូគីអ៊ីស៊ូគីឃើញដូច្នេះគាត់រៀងរំភើបបន្តិចរៀងភ្ញាក់ផ្អើលបន្តិចដែរពេលនេះគឺអ្នកទាំងពីរមាន friend ឡាញឆាតជាមួយគ្នាហើយដែលពួកគេនឹងបានឆ្លៀតពេលវេលានោះឆាតលេងជាមួយគ្នាមួយផ្លែតដោយយូគីបានសួរអ៊ីស៊ូមីយ៉ាងថាតើពិភពលោកនេះគឺធំធេងមែនអត់អ៊ីស៊ូមីរបស់យើងក៏បានឆ្លើយថាវាពិតជាធំធេងណាស់ហើយបន្ទាប់មកអ៊ីស៊ូមីក៏បានផ្ញើសារមួយទៀតទៅកាន់យូគីធ្វើឲ្យយូគីភ្ញាក់ផ្អើលមែនទែនដោយសារមនុស្សបាននិយាយថាឲ្យខ្ញុំនឹងចូលពិភពលោករបស់អ្នកផងយូគីអ្នកទាំងពីរក៏បានញាក់ក្រោយយឺតរួចក៏បានប្រោសសារញញឹមដល់គ្នាបញ្ជាក់ថាពីអ្នកគេនឹងគឺមានចិត្តលើគ្នាទៅវិញទៅមកសាច់ឲ្យ Facial Episode មួយរបស់យើងគឺបានបញ្ចប់ទៅត្រឹមនឹងហើយអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដើម្បីរំលែកក្នុងការមើលវីដេអូរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និងរូបកណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំនឹងធ្វើការសម្ដែងរឿងបន្តទៀតជូនដល់អ្នកទាំងអស់គ្នាអរគុណច្រើន